បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះគឺថ្ងៃទី10បាទនៅក្នុងថ្ងៃនេះផងដែរពុកម៉ែមីងខ្ញុំបាទមានសុបិនចែកជូនទៅកាន់ពុកម៉ែមីងផងដែរបាទនៅក្នុងសុបិនរបស់ខ្ញុំហ្នឹងគឺរបៀបខ្ញុំជិះឡានពីណាមកទេតបងដូចជិះម្នាក់ឯងទេបាទយើងជិះចឹងទៅហើយយើងមើលតាមកញ្ចក់ក្រោយចាប់ឃើញមានឡានប៉សមួយបាទគេមកពីតាមពីក្រោយនៅពេលងាកមើលមែនតើច្រៃកញ្ចក់មើលមែនតើអត់ឃើញពុកម៉ែមីងបាត់ដឹងគេទៅណាដល់រួចខ្ញុំជិះមកដល់ទូកដពុកម៉ែមីងមកដល់ទូកដហ្នឹងគឺជិះត្រូវកាត់ខ្សាច់វាខ្សាច់ណាកាត់ទៅឆ្ងាយដែរកម្មប្រដៅគេហ្នឹងបន្ទាប់មកក៏ឃើញមានគេបងសំណាញ់ហើយគេបងសំណាញ់ហ្នឹងគឺអូមិនមែនបងសំណាញ់ទេឃើញមនុស្សឈួតស្រីម្នាក់គេជាប់ស្ទូចពុកម៉ែមីងវាថាស្ទូចបបក់គេហ្នឹងប៉ុន្តែវាមានផ្លែច្រើនណាដល់ពេលចឹងជាប់ស្ទូចខ្ញុំជិះហួសនឹងមកទៀតមកស្រាប់តែតកែកណ្ដោគេថាមើលនៅខ្វះមនុស្សម្នាក់ទៀតឡើងទូកចឹងណាខ្ញុំក៏រត់ទៅតាមពិតខ្ញុំទៅពីអ្នកប្អូនខ្ញុំវាថាទៅរៀនណាប្រហែលមិញដល់ពេលចឹងទៅយើងខ្លាចខករៀនព្រោះឥឡូវម៉ោង7ជាងហើយបាទម៉ោង7ជាងហើយតាមខ្ញុំចាំនោះគឺម៉ោង7:25ហើយពេលហ្នឹងទៅយើងក៏ត្រូវបញ្ញាបញ្ញាប់អញ្ចឹងណាគឺបញ្ញាបញ្ញាប់ខ្ញុំក៏រត់ទៅឡើងលើកណ្ដោស្រាប់ប្អូនខ្ញុំគេឡើងអត់ដល់លើកណ្ដោគេចាញ់បាត់ថាវាអត់ឡើងដល់ពេលអត់ឡើងខ្ញុំមិនត្រូវនៅចាំវាដដែលហ្នឹងមានបានទៅសាលាណាបាទហ្នឹងហើយកណ្ដោចេញទៅស្រាប់តាមួយនោះគាត់បងសំណាញ់លើកឡើងមកជាប់កពើពុកម៉ែមីងហ្នឹងហើយបានតកែកណ្ដោគេហ្នឹងគេជួយទៅលើកណាបាទគាត់បងសំណាញ់ជាប់កពើហ្នឹងអញ្ចឹងនៅក្នុងសុបិនរបស់ខ្ញុំមានប៉ុណ្ណឹងឯងពុកម៉ែមីងហើយនៅលើកណ្ដោមិញហ្នឹងមនុស្សច្រើនហើយខ្ញុំថាបោកជិះឡានមិនមែនឡានទេចង់ខ້ອຍដូចរបៀបជិះកង់ជិះម៉ូតូឯងប៉ុន្តែអត់បានយកឡើងលើទូកទេគឺរត់ទៅតែខ្លួនពុកម៉ែមីងដែរតែអញ្ចឹងមានប៉ុណ្ណឹងចែកជូនទៅកាន់ពុកម៉ែមីងជូនពរពុកម៉ែមីងហេង